nhà cái đào chi Samadi lúc nhà cái đào chi Samadi trên cắt xích đây nó không ca pro cuột ní hay bà cả pro cuột chấp đam nó mong pra muối lên trên pi krom chấp tia Phnom Penh Crown bây giờเคย tha ការប៉ុនប៉ងដំបូងនោះគឺចេញពីក្រុមភ្ញៀវវិសាខាតាមរយៈការកាត់បាល់ទៅហើយវាយកែងមួយដោយកីឡាករប៉ាវលេអ៊ីវែលចាតែមិនចំគោលដៅបាទបន្តទៀតការទាញទាត់ឆ្វេងរបស់សិនកកដាតែក៏រំលងរបាទីត្រង់នេះហើយជាគ្រាប់បាល់នាំមុខរបស់ភ្នំពេញក្រោនដែលកីឡាករឈិនវិនិនក្រោយទទួលបាល់ free kick របស់កើតពេជ្របាទបាល់កោងកែសុកសិលាចេញមកយកបាល់ប៉ុន្តែមិនបានសម្រេចដោយកីឡាករឈិនវិនិនបាទរត់មកតែតបាល់បានមុនមិនមានអ្នកចាំទីបាល់រមៀលចូលទីបង្កើតជាការនាំមុខ1-0គ្រាប់បាល់ទី2ប្រចាំរដូវកាលរបស់ឈិនវិនិននៅក្នុង Cambodian Premier Leagueបន្តមកទៀតក៏មានការប៉ុនប៉ងរបស់កីឡាករផាវលេអ៊ីវែលចាជាថ្មីតែមិនបានសម្រេចនោះទេត្រង់នេះវិញបងសាំ UL មិនទុកយូរទេទាត់សម្ដៅទីតែមិនបានល្អការបញ្ជូនបាល់ឆ្ងាយរបស់សិនកក្រាតែធ្លាក់មកត្រង់នេះ Scott Allardyce ទាត់ស្រាលប៉ុន្តែពិបាកចាប់តែយ៉ាងណាក៏ដោយសំណាងនៅតែអាចជះបាល់នេះចេញបានបន្តទៀតការបញ្ជូនបាល់ចេញពីស្លាបខាងឆ្វេងបាទស្កាត់បានដោយអ្នកចាំទីកៅសុកសិលាការវិបករបស់វិសាខាត្រឡប់ទៅវិញត្រង់នេះទាត់បញ្ឆិតក៏សង្គ្រោះបានជាថ្មីដោយអ្នកចាំទីជាសំណាងឲ្យបុករបាទីចេញក្រៅចំណុចនេះការបណ្ដាបាល់ហើយក៏បញ្ជូនមកត្រេនីតូមិនទុកយូរទាត់មួយជើងតែក៏សង្គ្រោះបានដោយកៅសុកសិលាដូចគ្នាមួយជើងពីអ្នកចាំទីជាសំណាងត្រង់នេះមកធ្វើបានយ៉ាងល្អហើយក៏បញ្ជូនបាទបាល់នេះគឺត្រឹមតែ2ប៉ះប៉ុណ្ណោះពីអ្នកចាំទីមកអនត្រេនីតូបន្តទៅអ្វីដែលសំខាន់គឺ Maxim Priadon មិនមើលទីនោះទេក្នុងការទាត់បញ្ចប់ទីមួយគ្រាប់នេះគាត់សម្លឹងមើលបាល់ហើយមិនបាយកន្ទុយភ្នែកឡើយគឺមានតែការទាត់បញ្ចប់ទីយ៉ាងល្អតែម្ដងនាំមុខទល់2-0រួមអបអសាទរតាមស្ទាយរបស់ខ្លួនចប់ការប្រកួតបាទវគ្គទី1ក្រុមទាំងពីរត្រូវបានក្រុមម្ចាស់ផ្ទះនាំមុខ2-0ការប្រកួតវគ្គទី2បានបន្តក្រុមទាំងពីរក៏នៅតែបន្តដាក់សម្ពាធដូចគ្នាពិសេសវិសាខាដែលត្រូវការគ្រាប់បាល់នឹងជ័យជំនះជាដាច់ខាតការបញ្ជូនត្រង់នេះបាទសម្លឹងមើលទៅខាងក្នុងហើយកាត់យកតែម្ដងតែ Jagodensky បាទជាអ្នករារាំងគ្រាប់បាល់មួយនេះបានបន្តទៀតចេញពីស្លាបខាងឆ្វេងរុញបន្តិចទាត់យកតែម្ដងសង្គ្រោះបានដោយអ្នកចាំទីជាសំណាងការរុញបញ្ឆិតបន្តិចដោយ Lucas Nascimento ហើយសរតនាបាទជាអ្នកទាត់បាទមួយប៉ះយកតែម្ដងតែមិនបានសម្រេចបន្តមកទៀតការប៉ុនប៉ងពីចម្ងាយជាថ្មីតែបាទសង្គ្រោះបានដោយអ្នកចាំទីកៅសុកសិលាត្រង់នេះហើយដែលអាជ្ញាកណ្ដាលជីសាម៉ារីផ្ដាល់បាល់ពីនៃពេណាល់ទីទៅឲ្យវិសាខាតាមរយៈការកលរបស់កីឡាករផាក់អ៊ីយ៉ុងជាមួយនឹងសរតនាហើយ Scott Allardyce ទាត់បញ្ចូលទីគ្រាប់តាមពីក្រោយបានយ៉ាងល្អ1-2បាទយើងមើលការទាត់របស់គេបាទគឺទាត់បាទ exterior ខ្នងជើងបាទគូសយកតែម្ដងនេះគឺជាគ្រាប់បាល់ដែលផ្ដល់ក្តីរំពឹងទៅដល់វិសាខាតែយ៉ាងណាក៏ដោយពេលវេលានៅសេសសល់បាទតិចតួចបាទរួមជាមួយនឹងបាទការប៉ុនប៉ងមិនបានសម្រាប់ជាច្រើនលើកច្រើនសារចុងបញ្ចប់